And Thailand is starting to shape up. They started with Cambodia. They started. ក្រោយពី Donald Trump អះអាងថាថៃជាអ្នកបង្កសង្គ្រាមឡើងវិញជាមួយកម្ពុជាថ្ងៃនេះរដ្ឋមន្ត្រីការពារជាតិថៃលោកណដ្ឋផនណភនិតទទួលស្គាល់ថាប្រទេសនានាយល់ឃើញថាថៃជាអ្នកឈ្លានពានកម្ពុជានិងបាននិយាយទៀតថាគ្មានប្រទេសណានៅខាងថៃនោះទេពួកគេនៅខាងកម្ពុជាស្ដាប់តែព័ត៌មានរបស់កម្ពុជាដូចនេះអ្វីដែលថៃកំពុងធ្វើគឺត្រឹមត្រូវហើយនៅមុននេះបន្តិចកាសែតខោសុតអង់គ្លេសរបស់ថៃនៅថ្ងៃអង្គារនេះបានដកស្រង់សម្ដីរដ្ឋមន្ត្រីការពារជាតិខ្លួនថាគ្មានប្រទេសណាឈរនៅខាងថៃពិតប្រាកដនោះទេលោកណដ្ឋផនណភនិតបានលើកឡើងថាគ្មានប្រទេសណាឈរខាងយើងពិតប្រាកដនោះទេម្នាក់និយាយហាក់ដូចជាខ្លួនឯងនៅកណ្ដាលអព្យាក្រឹតប៉ុន្តែជាក់ស្ដែងពួកគេបែរជាឈរខាងកម្ពុជាទាំងដែលអះអាងថាខ្លួនមិនលំអៀងពួកគេស្ដាប់តែព័ត៌មានពីខាងកម្ពុជាហើយមើលមកយើងជាប្រទេសធំដែលកំពុងឈ្លានពានគេគ្មានប្រទេសណាឈរខាងយើងឡើយខ្ញុំមិនឃើញប្រទេសណាមួយថ្កោលទោសកម្ពុជារឿងដាក់មីនក្នុងទឹកដីថៃនោះទេប៉ុន្តែផ្ទុយទៅវិញពួកគេមានតែអំពាវនាវឲ្យថៃបន្ថយការប្រើប្រាស់អាវុធនិងកាត់បន្ថយភាពតានតឹងតែប៉ុណ្ណោះ